đi xuống bông ôn còn đôi khi bông mười mấy trămណាថាវាស៊ីសម្រាប់ថ្ងៃនេះគឺមកមានអ្វីដែលដល់សាច់ជូនដល់ផ្នែកបងប្អូនយ៉ាងណាក៏ចូលស៊ីបានថាមានទៅពេលនេះយើងបាននាំចូលមានក៏ស្មិនជួបមានតែជួបជាមួយនឹងកើជួយនឹង SD ពពួកសត្វថ្ងៃបងប្អូនតែជាមួយចាស់បាទសម្រាប់ការតាមដានជាមួយ SD នេះគឺជាប្រព័ន្ធកំមួយបាទគឺជាមកម៉ែសម្រាប់ពីលើអនេះគឺមាន3យ៉ាងធំទី1គឺជួយកម្ចាត់រោគបាទបញ្ហាបាក់តេរីក្នុងខ្សែទី2នេះគឺជាជួយបណ្ដេញឬក៏សម្រាប់សម្រាប់ពួកសត្វចង្រៃក្នុងលើប្រភេទបណ្ដេញនៅប្រចាំតែពេលកន្លងមកគឺសម្រាប់លើទីដីរបស់ក្រុមមួយហាត់ដើម្បីការពិសេសបានរងគឺបានដល់បំពេញអូខេអ្វីគឺបាទបណ្ដេញរោគតែប៉ុណ្ណោះតែម្ដងផ្លែមកមិនទាំងអស់តែនៅក្នុងខ្សែបាទរងតែបានជុំវិញបានក្លាយជាស៊ីតែចាស់នៅរយៈផ្លឹកបាទរបស់ SD នេះគឺបណ្ដេញកម្ចាត់បាទរោគបាទចេញក្នុងខ្សែមានរយៈពេល2ដល់5នាទីទៅប្រហែលនេះសត្វចំណាយទឹកបាទហើយក៏លេងចរន្តទី2បាទបានគ្រប់គ្រងយើង SD ព្រោះ SD ជួយបានច្រើននោះគឺសំរុំព្រមចំណែកជួយសន្សំចំណាយតាមបងប្អូនក៏ដូចជាការចំណាយបងប្អូនបាទថោកវាគ្រោះថ្នាក់ពេលនេះមិនបានចាក់ផ្សាយអស់ទេបាទបងប្អូនប្រើជំនួយ SD បាទដល់នេះបានរហ័សមានបញ្ហាគ្រប់គ្រាន់ហើយបងប្អូនបាទចឹងខ្ញុំបាទអ្វីដែលខ្ញុំនិយាយនោះគឺអ្វីបាទគឺ SD គឺជាផលិតផលមួយបាទដែលអាចកម្ចាត់រាល់បញ្ហាបាក់តេរីបាទសត្វឥតគ្រប់ប្រភេទនិងបណ្ដេញមកកម្ដៅបានរង្វាក់សត្វ100%ហើយដល់ខ្ញុំនិយាយបែបនេះគឺអតិថិជនយកទៅប្រើហើយគឺបានឃើញភាពជាក់ស្ដែងថាគាត់បានរួចហើយគឺស្ងាត់លេងរត់ដូចគោវងដូចតែមុនហើយជាពិសេសគឺអាកដោទៅយ៉ាងតែម្ដងបាទរត់ចែកជើងផ្លូវគ្នាគ្មានសល់ទេបាទកម្ចាត់នៅកម្ពុជាសត្វបាក់តេរីបានយ៉ាងល្អថែមទាំងទទួលបានផលហើយយើងអាចចាំបាច់ប្រើតាមទៀតទេបាទហើយទឹកមកបងប្អូនក្នុងរដូវបាន2ទៅ3ដងគឺជាការស្រេចហើយអ្វីដែលពិសេសគឺជាប្រភេទថ្ងៃត្រជាក់យើងអាចលាយជាមួយបានមួយសាក់នេះបាទគឺអត់មានការឆាំគ្នាទេលាយបាញ់ទៅជាមួយគ្នាតែម្ដងបាទគឺអត់ខ្លាំងបាទស្លាយបងប្អូននេះបងស្រួលទេបងប្អូនណាមកបាទមកគាត់ទៅវិញស្រាយទៅ6ហតាបងទីខ្លាំង6ហតាបាទនៅទឹកដី5យ៉ាងយើងបងប្អូន5យ៉ាងយើងគុំចាននេះបាទអត់ចានទេគាត់ប្រើទីឥឡូវនេះបងប្អូនណាគាត់ប្រើ SD កាត់សាច់ក្រៃឥឡូវគាត់ថាឡើងឈឺក្បាលឬមកអីគុំដល់គាត់ជឿសារតែគាត់ថាពីមុនដាក់ហើយតែនៅទុំជាប់ទេបងប្អូនកាត់ទុំជាប់ជាការនោះទៅតែកាត់ទេតែគាត់ប្រើ SD នេះបាញ់ទុំកាត់ហើយគឺលែងមានហើយបន្តកាត់តាមតែចោះទេបងប្អូនណាអញ្ចឹងខ្ញុំណែនាំវាក៏បានជូនពុកបានបងប្អូនជាការស្គាល់ទូទាំងប្រទេសកម្ពុជាបាទខ្ញុំបាញ់កុំភ្លេច SD កម្ចាត់សត្វចង្រៃទៅវាកម្ចាត់មិនត្រឹមតែកណ្ដុរទេបងប្អូនតាំងពីព្រៀបស្រឹងមូសតាយចៃសនដល់មានធ្វើស៊ីរុងដើមចាប់គួលមូសស្លឹកបាទមិនបើសនឹងមួយមេថ្នោតនឹងសត្វកណ្ដុរថ្ងៃនេះបងប្អូនអត់កាត់ទេអញ្ចឹងកុំបារម្ភអីញ៉ៃណាគាត់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 បាយអត់ឥឡូវគាត់ផ្លេចគាត់ហើយតែជឿជាក់មកតែ SD កម្ចាត់សត្វចង្រៃហើយកម្ចាត់បានបងប្អូនបាញ់លើផ្ទៃសាយដល់បាទបាញ់ទៅគាត់ប្រហែល10កាលគឺងាប់ទាំងពពុះមួយថ្នោតទាំងពពុះទៅកៅស៊ីរុងដើមចាប់គោលមូសស្លឹកហើយបាញ់លាយជាមួយអាហារបំពន់គ្រប់ប្រភេទថាតាមស្មារតីថាតាមអាហារបំពន់នេះហើយបាញ់ស្រូវគ្រប់វាបានបងប្អូនតាំងពីស្រូវព្រោះស្រូវតូចស្រូវខ្ចីស្រូវដង្ហើមតូចដង្ហើមធំដល់ការទាំងដោះលើកគួយគឺបាញ់ចូលគ្នាបានព្រោះប្រភេទនេះគឺជាប្រភេទត្រជាក់ SC បាទហើយជំរាបសុពលភាពវាបងប្អូនណាកន្លះខែទៅ5ថ្ងៃបាញ់ភ្លាមដឹងសុពលភាពបាទអញ្ចឹងបងប្អូនជាកសិករទៅតាមប្រទេសកុំបារម្ភកម្ចាស់ទិញ SD យកទៅប្រើមិនបាច់ចាំថក់មិនបាច់ចាំដាក់មកដាក់អីញ៉ៃរុំផ្លត់តង់កសួរញ៉ៃនេះបាទមានតែ SD មួយគឺគ្រប់គាត់ទេបងប្អូនម្ដងមហាត់បាទហើយខ្ញុំប្រម៉ូសិនជូនពុកបងប្អូនបាទទិញ10ដបថែមជូន